សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរ admin នឹងមកបន្តសាច់រឿង Tomb of Fallen God ដែល admin សូមហៅជាភាសាខ្មែរថាអាទិទេពចាស់កំណើតឡើងវិញក្រោយពីកប់អស់រយៈពេល 10000 ឆ្នាំចូលភាគ3នេះមកគេក៏បង្ហាញឲ្យឃើញការប្រកួតរបស់ឆាណាងកាលពីមុនគឺថាឆាណាហ្នឹងគឺខ្លាំងមែនតើគាត់ប្រើតែមួយស្នៀតបានធ្វើឲ្យដៃគូរបស់គាត់តដៃលេងរួចហ្មងហើយឆាណាហ្នឹងគាត់ស្ថិតនៅដំណាក់កាលទី3ដែលគេបែងចែកជាដំណាក់កាលទី1ទី2ទី3ទី4ទី5បន្ទាប់ពីការប្រកួតរបស់គាត់បានបញ្ចប់ឪពុករបស់គាត់ក៏បានហៅគាត់នឹងប្រាប់រឿងខ្លះៗអំពីព្រួញទឹកហើយថ្ងៃនេះដែរគាត់នឹងឲ្យព្រួញទឹកហ្នឹងទៅឆាណាងពេលហ្នឹងឆាណាងក៏រៀងនៅគាំងតមកឪពុករបស់គាត់ក៏សួរថាមិនហើយអត់ចង់បានទេទៅគាត់ក៏និយាយទៅវិញថាមិនគាត់អត់ចង់បានគ្រាន់តែគាត់អត់ចង់ពឹងរបស់ក្រៅគាត់ចង់មានថាមពលធ្វើឲ្យដោយថាមពលផ្ទាល់ខ្លួនណាអត់មានត្រូវការរបស់ខាងក្រៅមកជួយហើយឪពុករបស់គាត់ក៏ប្រាប់ទៅវិញថាហើយនៅក្មេងអត់ទាន់ដឹងថាមានឧបសគ្គអ្វីខ្លះហើយនៅពេលដែលយើងវឹកហាត់ឲ្យកម្លាំងធាតុកើនឡើងគឺវាមានឧបសគ្គជាច្រើនហើយគាត់ឲ្យព្រួញទឹកហ្នឹងទៅឆាណាងដើម្បីឲ្យឆាណាងហ្នឹងមានឱកាសអាចបានរស់ចូលមកបច្ចុប្បន្នកាលវិញម្ដងនៅពេលដែលគាត់ចាប់ដៃរបស់ព្រះនាងម្ចាស់ទាញព្រួញហ្នឹងបាញ់ទៅហ្នឹងព្រួញហ្នឹងស្រាប់តែមានធម្មពលខ្លាំងជាងមុនហើយគាត់បាញ់ទៅតែមួយគ្រាប់ឯងបានធ្វើឲ្យសត្វពស់ហ្នឹងរលាយបាត់សាបសូន្យមកគ្រាន់តែបាញ់សត្វពស់ហ្នឹងងាប់ភ្លាមគាត់ក៏បានរត់ចេញទៅហើយបានផ្ដាំទៅព្រះនាងម្ចាស់ថាគាត់អត់ចង់ជួបព្រះនាងម្ចាស់ទៀតទេនៅថ្ងៃអនាគតនៅពេលដែលគាត់រត់ចេញពីព្រះនាងម្ចាស់បានសម្រេចពងតាសបាយអបដានិយាយបដាហ្នឹងក៏បានត្រូវជាប់អន្ទាក់របស់គេហើយពួកអ្នកដែលដាក់អន្ទាក់ហ្នឹងក៏បានចាប់គាត់មកសួរសំណួរខ្លះអបៈមេគេហ្នឹងបានសួរទៅគាត់ថាគាត់ហ្នឹងណាគេហើយឆាណាហ្នឹងក៏និយាយទៅវិញថាចុះឯងណាគេមិនបានមកចាប់ខ្លួនអញអញ្ចឹងទៅអបៈកូនចៅបបរមម្នាក់ហ្នឹងក៏បាននិយាយថាឯងថ្លើមធំឯងហ៊ាននិយាយសម្ដីអញ្ចឹងដាក់ព្រះអង្គម្ចាស់ទី3នៃនគរបាយូហើយឆាណានក៏និយាយឌឺវិញថាអីគេនគរបាយូគាត់អត់ដែរឮសោះគាត់និយាយឌឺហ្មងព្រះរាជបុត្រទី3ហ្នឹងក៏ប្រាប់ទៅចាណានថាឲ្យចាណាហ្នឹងសហការមួយគាត់ទៅគីឡូគាត់ទុកជីវិតឲ្យគាត់ចង់បានតាព្រួញទឹកហ្នឹងឯងព្រោះព្រួញទឹកហ្នឹងគឺជារបស់មានតម្លៃនៅនគរដងឈូចាណាហ្នឹងក៏គិតក្នុងគិតថាព្រះជាម្ចាស់ពិតជាធ្វើបាបគាត់មែនតើតំរត់ចេញពីព្រះនាងម្ចាស់ហើយឥឡូវមកជួបព្រះរាជបុត្រទី3ណាទៀតហើយព្រះរាជបុត្រហ្នឹងក៏សួរទៅចាណានទៀតថាពលឺពណ៌មាសដែលចាញ់មិញហ្នឹងគឺជាពលឺបោះព្រួញទឹកហ្នឹងមែនចាណានក៏បាននិយាយវិញថាហ្នឹងហើយដោយសារតែព្រះនាងម្ចាស់ហ្នឹងបានយកព្រួញហ្នឹងទៅបាញ់សាច់ពស់ហើយកូនចៅព្រះរាជបុត្រហ្នឹងក៏បានមកប្រាប់គាត់ថាឥឡូវយើងទទួលបានព្រួញទឹកហើយឥឡូវយើងគួរចាក់ចេញទៅកុំនៅនឹងយូរអីប្រយ័ត្នមានរឿងកាន់តែធំទៅប៉ុន្តែព្រះរាជបុត្រហ្នឹងគឺអត់យល់ព្រមទេគាត់ចង់ប្រើព្រួញមួយបានសាច់ពីរព្រោះមានតែផ្លូវហ្នឹងឯងដែលអាចធ្វើដំណើរទៅរាជធានីរបស់ព្រះនាងម្ចាស់ហ្នឹងវិញបានអញ្ចឹងហើយគាត់ចង់ប្រើពេលវេលាហ្នឹងចាប់យកព្រះនាងម្ចាស់ហើយគំរាមទៅឪពុករបស់ព្រះនាងម្ចាស់ហ្នឹងអញ្ចឹងហើយគាត់បានតឹងព្រួញទឹកហើយបានគំរាមព្រះនាងម្ចាស់អញ្ចឹងទៅចង់ឲ្យនគរខាងព្រះនាងម្ចាស់ហ្នឹងធ្វើអីត្រូវឲ្យធ្វើហ្នឹងនៅពេលដែលព្រះនាងម្ចាស់ដើរតាមផ្លូវហ្នឹងមកក៏បានឃើញចន្ទណាហ្នឹងធ្វើឲ្យនាងខឹងខ្លាំងមែនទែនក៏បានទៅស្ដីឲ្យចន្ទណាហើយព្រះរាជបុត្រហ្នឹងក៏បាននិយាយទៅព្រះនាងម្ចាស់ថាចែកដន់ម៉េះគាត់អត់នឹកស្មានថាបានជួបព្រះនាងម្ចាស់នៅកន្លែងហ្នឹងសោះហើយព្រះនាងម្ចាស់ហ្នឹងនិយាយឲ្យវិញថាព្រះរាជបុត្រហ្នឹងមិនបានមកកន្លែងហ្នឹងទៅគាត់បាននិយាយថាគាត់ហ្នឹងបានជួបចាណានៅតាមផ្លូវហើយមើលទៅចាណាហ្នឹងគួរឲ្យសង្ស័យទៅគាត់ក៏បានចាប់ចងចាណាទុកម្ដុំទៅហើយព្រះរាជបុត្រហ្នឹងសួរទៅព្រះនាងម្ចាស់ហ្នឹងទៀតថាព្រះនាងម្ចាស់ហ្នឹងស្គាល់ចាណាហ្នឹងអត់ចាណាហ្នឹងថាគេហ្នឹងគឺជាអ្នកបម្រើរបស់ព្រះនាងហើយព្រះនាងដោយសារតែខឹងនឹងចាណាដែរនាងក៏ថាមែនទេបន្ទាប់មកព្រះអង្គម្ចាស់ទី3ហ្នឹងក៏បានបញ្ជាកូនចៅគាត់ឲ្យសម្លាប់ចាណាព្រោះចាណាបានខកគាត់ថាចាណាហ្នឹងគឺជាអ្នកបម្រើរបស់ព្រះនាងរៀបនឹងទៅបានអបៈហ្នឹងកាប់លែងកអីហ្នឹងព្រះនាងម្ចាស់ហ្នឹងក៏បាននិយាយថាចាណាហ្នឹងមិនមែនអ្នកបម្រើរបស់នាងទេនិយាយទៅគឺកាជារបស់នាងហ្មងហើយនាងក៏ប្រាប់ទៅព្រះអង្គម្ចាស់ទី3ថាឥឡូវហ្នឹងដោះលែងកាជារបស់នាងឲ្យនាងវិញមកហើយព្រះនាងម្ចាស់ហ្នឹងក៏បានប្រាប់ទៅព្រះអង្គម្ចាស់ទី3ហ្នឹងថាឲ្យគាត់ហ្នឹងបកគលរបស់ដែលចាណាងយកទៅតាមមិញមកនាងនិយាយសម្ដៅទៅព្រួញទឹកហ្នឹងព្រះអង្គម្ចាស់ទី3បាននិយាយទៅវិញថានៅពេលដែលគាត់ឃើញចាណាគាត់អត់បានឃើញចាណាហ្នឹងយករបស់អីទៅមួយទេហើយចាណាក៏បានផ្ដល់សញ្ញាឲ្យព្រះនាងម្ចាស់
ហើយព្រះនាងម្ចាស់ហ្នឹងក៏បានសុំឲ្យព្រះអង្គម្ចាស់ទី3ហ្នឹងឲ្យបើកនៅកំរាលនោះមើលតែព្រះអង្គម្ចាស់ទី3ហ្នឹងក៏បាននិយាយថានៅក្នុងកំរាលហ្នឹងគ្រាន់តែជារបស់ដែលគាត់ដាក់តាមខ្លួនទេហើយព្រះអង្គម្ចាស់ហ្នឹងក៏យល់ព្រមឲ្យព្រះនាងម្ចាស់ហ្នឹងឆែកមើលនៅពេលដែលព្រះនាងម្ចាស់ជាកូនចៅគាត់ទៅឆែកក៏ឃើញតាមានដាវមួយអត់បានឃើញព្រួញទឹកហើយបានធ្វើឲ្យឆាន់ណាងហ្នឹងគឺគៀងស្ដោទៀតហើយព្រោះឆាន់ណាងដឹងថាពួកគេហ្នឹងដូរកន្លែងព្រួញទឹកហ្នឹងតាំងពីពេលណាដល់ឃើញអញ្ចឹងព្រះនាងម្ចាស់ហ្នឹងក៏បានស្ដីទៅឲ្យឆាន់ណាងថាឆាន់ណាងហ្នឹងកុហកនាងរហូតដល់អត់ឃើញព្រួញទឹកអញ្ចឹងព្រះនាងម្ចាស់ហ្នឹងក៏បានសុំទោសទៅព្រះអង្គម្ចាស់ទី3ហ្នឹងក៏ប្រាប់គាត់ថាវាគ្រាន់តែជារឿងជួលច្រឡំអញ្ចឹងហើយសូមឲ្យព្រះអង្គម្ចាស់ទី3ហ្នឹងចាក់ចេញពីតំបន់នគរគេលឿនទៅតំបន់ព្រះនាងម្ចាស់ហ្នឹងគេហៅតំបន់ដងឈូនៅពេលដែលព្រះនាងម្ចាស់ដើរចេញកូនចៅព្រះនាងម្ចាស់ក៏បានសួរទៅព្រះនាងម្ចាស់ថាពួកយើងអត់តាមមកព្រួញទឹកទេទៅព្រះនាងម្ចាស់ក៏បាននិយាយថាព្រួញទឹកវាសំខាន់ហើយតែឥឡូវហ្នឹងធ្វើមិនឲ្យហួរសិនទៅព្រោះគាត់ដឹងហើយថាព្រះរាជបុត្រទី3ហ្នឹងនឹងចាប់ខ្លួននាងដើរទៅតន់បានមួយនាទីហ្នឹងព្រះអង្គម្ចាស់ទី3ហ្នឹងក៏បានបញ្ជាកូនចៅគាត់ឲ្យទៅវាយប្រហារព្រះនាងម្ចាស់តែនៅតែមិនអាចធ្វើឲ្យព្រះនាងម្ចាស់បានព្រោះកូនចៅរបស់ព្រះអង្គម្ចាស់ទី3ហ្នឹងសើគីឡូកាដល់ឃើញកូនចៅគាត់អត់អាចធ្វើឲ្យព្រះនាងម្ចាស់បានអញ្ចឹងគាត់ក៏ផាដាវរបស់គាត់ទៅប្រយុទ្ធជាមួយនឹងព្រះនាងម្ចាស់គាត់ប្រយុទ្ធនេះមិនមែនទៅប្រយុទ្ធផ្ទាល់គាត់គាត់តែបញ្ជាដាវហ្នឹងហោះឆ្វេងឆ្វាញ់ធ្វើឲ្យព្រះនាងម្ចាស់ហ្នឹងគិចឯងនឹងវល់គិចផងរងផងចន្ឡើងនៅតែចាញ់ក្រោមដៃរបស់ព្រះអង្គម្ចាស់ទី3ហ្នឹងដោយសារតែព្រះនាងម្ចាស់និងកូនចៅរបស់នាងហ្នឹងបានវិយុទ្ធជាមួយសត្វពស់ការទៅយកការឈូកភ្លើងហ្នឹងអញ្ចឹងហើយបានធ្វើឲ្យគ្នានិងព្រះនាងម្ចាស់ហ្នឹងអស់កម្លាំងពេលហ្នឹងព្រះនាងម្ចាស់ក៏បាននិយាយទៅព្រះអង្គម្ចាស់ទី3ហ្នឹងថាបើសិនជាគាត់ហ៊ានប៉ះនាងច្បាស់ជានគរដងឈូមិនលើកលែងឲ្យគាត់ទេទៅគឺប្រកាសសង្គ្រាមជាមួយគ្នាអញ្ចឹងព្រះអង្គម្ចាស់ទី3ហ្នឹងក៏និយាយទៅវិញថាបើសិនជាគាត់សម្លាប់ព្រះនាងម្ចាស់នៅឡើយហ្នឹងមានណាគេដឹងថាគាត់សម្លាប់មិនស្រួលគេថាព្រះនាងម្ចាស់ហ្នឹងស្លាប់ដោយសារតែសត្វសាហាវខំអីហ្នឹងហើយពេលហ្នឹងឆាណាងក៏បានឃើញអាកូននេះដងហ្នឹងវាបានទៅលួចយកព្រួញទឹកហ្នឹងមកវិញរួចព្រះអង្គម្ចាស់ទី3ហ្នឹងក៏បញ្ជាកូនចៅរបស់គាត់ទៅសម្លាប់ឆាណាងម្ដងគ្រាន់តែបញ្ជាទៅភ្លាមតែកូនចៅពីរនាក់ហ្នឹងហោះមកវិញហើយឆាណាងក៏បានប្រើនៅឆ្កឹះធ្វើជាគ្រាប់ព្រួញបាញ់ទៅព្រះអង្គម្ចាស់ទី3ហ្នឹងតែគាត់ក៏បានយកកូនចៅគាត់មករងតមកឆាណានក៏បានបាញ់ទៅ3គ្រាប់ទៀតតែ3គ្រាប់ហ្នឹងមិនមែន3គ្រាប់ធម្មតាគឺវាបជាតាមចិត្តរបស់ឆាណានមកគឺបាញ់ទៅហោះឆ្វេងឆ្វាំងហើយព្រះអង្គម្ចាស់ហ្នឹងក៏មិនអន់ដែរគាត់ក៏បានផានៅស្នៀតដាវរបស់គាត់ដែរគេហៅថាស្នៀតដាវបំបែងភាកទៅរងនៅគ្រាប់ឆ្កឹះដែលឆាណានបាញ់ទៅហើយយើងមើលទៅគ្រាន់តែឆ្កឹះឆាណានបាញ់ទៅណាខ្លាំងជាងស្នៀតដាវរបស់ព្រះអង្គម្ចាស់ហ្នឹងទៀតពេលហ្នឹងកូនចៅព្រះអង្គម្ចាស់ហ្នឹងក៏បានមកជួយគាត់តែពេលហ្នឹងមិនមែនមកជួយណាគឺមកធ្វើឲ្យឈឺថែមគាត់ពួយហ្នឹងក៏បានហោះទៅបាញ់ចំកាពះគូតរបស់ព្រះអង្គម្ចាស់ហ្នឹងដល់ឃើញកលៈទេសៈមិនល្អគាត់ក៏បានឲ្យកូនចៅរបស់គាត់បោះគាត់បែកផ្សែងហើយចាក់ចេញពីកន្លែងហ្នឹងដោយព្រះនាងម្ចាស់ឃើញអញ្ចឹងគឺនាងសប្បាយអរមែនតើហើយបានប្រសាទៅចន្ទនានថាថ្វីដីឆាន់ណាហ្នឹងវាក៏មិនអន់ដែរទៅល្អតែនៅពេលដែលនាងកលេចទៅមើលឆាន់ណានក៏បានទាញព្រួយហ្នឹងកំលៀងទៅនាងបន្ទាប់មកឆាន់ណានហ្នឹងបានចាប់ព្រះនាងម្ចាស់ហ្នឹងទៅក្នុងរោងភ្នំមួយហើយពេលហ្នឹងឆាន់ណានបានធ្វើបាបព្រះនាងម្ចាស់ហ្នឹងមែនតើព្រោះដោយសារតែពេលឆាន់ណាងហ្នឹងជួបគ្នាជាមួយព្រះនាងម្ចាស់ហ្នឹងដំបូងព្រះនាងម្ចាស់ហ្នឹងក៏ធ្វើបាបដាក់ឆាន់ណាងអញ្ចឹងដែរហើយបានធ្វើឲ្យព្រះនាងម្ចាស់ហ្នឹងគឺខឹងមែនតើតែឆាន់ណាងយើងខឹងមិនអត់ខ្វល់ខឹងធ្វើខឹងថែមក៏បានទៅដេកពីលើកផ្លូវរបស់ព្រះនាងម្ចាស់ហើយព្រះនាងម្ចាស់ហ្នឹងនិយាយមិនក៏ឆាន់ណាងងើបដែររហូតដល់ព្រះនាងម្ចាស់និយាយបែបវាគួរឲ្យស្រឡាញ់ដល់និយាយអញ្ចឹងបានឆាន់ណាងងើបនៅពេលដែលឆាន់ណាងហ្នឹងកំពុងនិយាយបដាឲ្យកាន់ព្រួយទឹកហ្នឹងមើលបដាហ្នឹងព្រះនាងម្ចាស់ក៏បានហួចចំណងហើយនាងក៏បានហត់ទៅដដើមព្រួយទឹកហ្នឹងពីច័ន្ទណាងវិញប៉ុន្តែគាត់ថាដដើមព្រួយទឹកហ្នឹងបានភ្លាមនាងក៏ដួលស្លាប់ទៀតទៅនាងកាន់មកមើលកន្លែងដែលកូនចៅព្រះនាងម្ចាស់ហ្នឹងដួលស្លាប់វិញនៅពេលដែលម្នាក់ស្រីហ្នឹងគាត់ងើបឡើងវិញក៏បានឃើញនៅសត្វតោខ្មៅមួយយ៉ាងហើយមាននារីម្នាក់កំពុងតែជិះលើតោមួយហ្នឹងកូនចៅព្រះនាងម្ចាស់ហ្នឹងក៏បានអន់គោរពទៅម្នាក់ស្រីដែលជិះលើតោខ្មៅហ្នឹងស្រីដែលជិះលើតោខ្មៅហ្នឹង
គឺជាព្រះនាងម្ចាស់ដែរហើយព្រះនាងម្ចាស់នេះមានឈ្មោះថាឈូយូហើយនាងក៏បានសួរទៅកូនចៅព្រះនាងម្ចាស់មុនថាតើយូហ្នឹងបាត់ខ្លួនទៅណាយើងមកមើលខាងចន្ទនាងវិញគាត់ក៏បានបីព្រះនាងម្ចាស់ដើរផ្ទះអ្នកភូមិព្រោះមើលទៅស្ថានភាពព្រះនាងម្ចាស់ហ្នឹងអត់ស្រួលទេហើយគាត់ក៏បានឃើញផ្ទះមួយរួចមកគ្រាន់តែគាត់ដើរទៅបើកទ្វារដើរចូលបានធ្វើឲ្យមនុស្សជុំវិញហ្នឹងមើលគាត់នឹងព្រាតហ្នឹងហើយអ្នកទាំងអស់គ្នាហើយអេពីសូតហ្នឹងគឺមានតែប៉ុណ្ណឹងជួបគ្នានៅអេពីសូតក្រោយៗទៀតបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច like និង subscribe ម្នាក់មួយផង